តើក្មេងសម័យឥឡូវពិបាកបដៅជាងក្មេងសម័យមុនមែនទេមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ដែលជាអ្នកបកប្រែដូចគ្នាគាត់បាននិយាយថាកូនរបស់គាត់ពិបាកបដៅហើយក្មេងឥឡូវវាអត់ដូចក្មេងសម័យមុនហើយគាត់និយាយថាគាត់ចំណាយលុយច្រើនដើម្បីចិញ្ចឹមកូនជាពិសេសការសិក្សារបស់កូនហើយទោះបីជាគាត់អត់មានលុយក៏ដោយគាត់តែងតែសុខចិត្តខ្ចីលុយគេដើម្បីយកមកបង់ថ្លៃសាលាឲ្យកូនប៉ុន្តែកូនរបស់គាត់វិញតែងតែអត់យកចិត្តទុកដាក់ចំពោះគាត់ទេពេលនៅផ្ទះអីចឹងគាត់នៅតែក្នុងបន្ទប់អត់ចេញមកនិយាយស្ដីជាមួយឪពុកម្ដាយច្រើនរួចហើយបើសិនជានៅអង្គុយជាមួយគ្នាក៏ដោយគឺថាទូរស័ព្ទជាប់រហូតអត់ដែលមានចំណាយពេលនិយាយជាមួយគ្នាអីទេអង្គុយជាមួយគាត់មែនប៉ុន្តែចិត្តឆាតទៅជាមួយអ្នកដទៃរហូតអញ្ចឹងដល់ពិបាកបដៅពេកជាងការគាត់ជេរឬក៏គាត់ខ្ជិលនិយាយជាមួយមកបាទនេះគឺជាបញ្ហាជាក់ស្ដែងរបស់មិត្តភ័ក្តិរបស់ខ្ញុំហើយខ្ញុំក៏មានកូនដែរការចិញ្ចឹមកូនសម័យឥឡូវនេះខ្ញុំអាចទទួលស្គាល់បានថាវាជួបការលំបាកជាងការចិញ្ចឹមកូននៅសម័យមុនហើយពេលខ្លះទៅការស្រឡាញ់របស់ឪពុកម្ដាយគឺមិនកូនមិនបានទទួលនៅការស្រឡាញ់របស់ឪពុកម្ដាយទេកូនអត់ដឹងឬក៏កូនមិនយល់អំពីថាឪពុកម្ដាយមានទឹកចិត្តស្រឡាញ់ចំពោះគាត់ប៉ុណ្ណានោះទេអញ្ចឹងការអឺដែលមានការលំបាកនៅក្នុងការចិញ្ចឹមកូននេះតាមពិតទៅខ្ញុំសង្កេតឃើញក៏ដូចជាតាមការអានឯកសារផ្សេងៗមកឃើញថាវាមានមួយចំនួនដែលខ្ញុំសង្ខេបមក3ជូនបងប្អូនសម្រាប់ជាការត្រិះរិះពិចារណាទាំងអស់គ្នាការលំបាកទី1គឺគេហៅថាកង្វះនៅការបើកចិត្តពីកូនមានន័យថាកង្វះនៅ receptivity ជាធម្មតាបើសិនជាឪពុកម្ដាយចង់ផ្ដល់នៅសេចក្តីស្រឡាញ់សេចក្តីមេត្តាករុណាទៅកូនលុះត្រាតែកូនបើកចិត្តទទួលដែរបើសិនជាកូនអត់បើកចិត្តទទួលទេមានន័យថាយើងផ្ដល់ទៅប៉ុណ្ណាក៏មិនបានទទួលដែរអញ្ចឹងការលំបាកទី1គឺថាក្មេងសម័យឥឡូវនេះមិនសូវទទួលនៅសេចក្តីស្រឡាញ់មេត្តាករុណាពីឪពុកម្ដាយទេការលំបាកទី2គឺជាកង្វះនៅគេហៅថាភាពស្និទ្ធស្នាលខាងផ្នែកចិត្តសាស្ត្រឬក៏ផ្លូវចិត្តអង់គ្លេសគេហៅថា psychological intimacy ឪពុកម្ដាយអត់សូវមានភាពជិតស្និទ្ធដែរជាមួយនឹងកូនឧទាហរណ៍ថាជាកត្តាសេដ្ឋកិច្ចកត្តាការងារឪពុកម្ដាយតែងតែធ្វើដំណើរឆ្ងាយពីកូនជួនកាលគាត់មិននៅជាមួយកូនទេហើយពេលខ្លះធ្វើការទាំងពីរអ្នកឪពុកម្ដាយទាំងប្តីទាំងប្រពន្ធហើយបើសិនបើពេលខ្លះឪពុកម្ដាយនៅផ្ទះក៏ដោយជួនកាលគាត់នឿយហត់ការងារគាត់អត់សូវមានពេលចំណាយជាមួយកូនឬក៏ជួនកាលការងាររបស់គាត់ខ្ញុំសង្កេតឃើញអ្នកខ្លះមកដល់ផ្ទះហើយឆាតជាមួយរឿងការងារអត់ឈប់ឈរទេអញ្ចឹងមានន័យថានៅផ្ទះក៏ដូចជាអត់នៅផ្ទះដែរគាត់មិនបានផ្ដល់នូវភាពស្និទ្ធស្នាលចំពោះកូនរបស់គាត់ទេអញ្ចឹងហើយការលំបាកទី2គឺកង្វះនៅ psychological intimacy ខ្វះនៅភាពស្និទ្ធស្នាលខាងផ្នែកផ្លូវចិត្តអានេះគឺជាកត្តាជាបញ្ហារបស់ឪពុកម្ដាយកត្តាទី3ការលំបាកទី3គឺជាកត្តាខាងក្រៅមួយដែលហៅថាកត្តាខ្សែគប់ជាមួយនឹងមិត្តភ័ក្តិគេហៅថា peer attachment ការខ្សែគប់ជាមួយនឹងមិត្តភ័ក្តិនេះគឺជាកត្តាបញ្ហាប្រឈមសំខាន់ណាស់ចំពោះឪពុកម្ដាយបើសិនបើកូននៅកណ្ដាលមកខាងគឺជាឪពុកម្ដាយមកខាងទៀតគឺជាមិត្តភ័ក្តិអញ្ចឹងពេលខ្លះកុមារដោយសារតែមិនបានទទួលនូវភាពស្និទ្ធស្នាលខាងផ្លូវចិត្តជាមួយនឹងឪពុកម្ដាយកុមារត្រូវតែកូនត្រូវតែជ្រើសរើសយកការសេពគប់ជាមួយនឹងមិត្តភ័ក្តិជំនួសឲ្យឪពុកម្ដាយហើយកាលណាភាពស្និទ្ធស្នាលជាមួយនឹងមិត្តភ័ក្តិការសេពគប់នេះកាន់តែមានទម្ងន់មានន័យថាទំនាក់ទំនងជាមួយនឹងឪពុកម្ដាយក៏កាន់តែអន់ថយទៅវិញផងដែរបាទនេះគឺជាកត្តាទាំង3ដែលបណ្ដាលឲ្យមានការលំបាកនៅក្នុងការចិញ្ចឹមបីបាច់កូននៅពេលបច្ចុប្បន្នចំពោះនៅក្នុងនៃពុទ្ធសាសនាអ្នកណាដែលរៀនពុទ្ធសាសនាគឺគេអាចដឹងថាតាមការពិតទៅគ្រប់យ៉ាងគ្រប់ធម៌គ្រប់យ៉ាងកើតពីបច្ច័យមានន័យថាកត្តាលំបាកនៅក្នុងការចិញ្ចឹមកូនរបស់នៅពេលបច្ចុប្បន្ននេះគឺក៏វាមានហេតុបច្ច័យរបស់វាដែរវាមានហេតុដែលបណ្ដាលឲ្យមានការលំបាកហើយហេតុនៃការលំបាកហ្នឹងគឺហេតុទាំង3ដែលយើងបានពោលនៅខាងលើហ្នឹងឯងអញ្ចឹងចំពោះហេតុផលទី1ដែលកូនមិនបើកបេះដូងចំពោះឪពុកម្ដាយកូនមិនមាន receptivity ចំពោះឪពុកម្ដាយក្នុងការទទួលនៅសេចក្តីស្រឡាញ់ក្នុងការទទួលនៅសេចក្តី
ណែនាំអប់រំទូមានហ្នឹងក៏វាបណ្ដាលមកពីបច្ច័យផ្សេងផងដែរដែលបច្ច័យហ្នឹងវាអាចជាថាឪពុកម្ដាយមិនបានផ្ដល់នូវការទំនុកបម្រុងគ្រប់គ្រាន់ទៅដល់កូនអាហ្នឹងគេហៅថាជានិស្សយបច្ច័យឬក៏ជានិស្ស័យមិនបានបង្កើតជានិស្ស័យជាមួយកូនមិនបានបង្កើតជាឧបនិស្ស័យជាមួយកូនអញ្ចឹងនៅក្នុងន័យពុទ្ធសាសនាគេហៅថាខ្វះនៅនិស្សយបច្ច័យឬក៏ខ្វះនៅឧបសយបច្ច័យអញ្ចឹងវាខ្វះបច្ច័យពីរហ្នឹងបានជាកូននឹងឪពុកបានជាកូនមិនផ្ដល់មិនបើកទូលាយឲ្យឪពុកម្ដាយអញ្ចឹងជាមូលហេតុដែលបណ្ដាលឲ្យខ្វះនៅ receptivity នឹងឯងចំពោះបញ្ហាទី2ដែលយើងនិយាយថាកូនមិនមានការស្និទ្ធស្នាលខាងផ្លូវចិត្តវាអត់មាននៅ psychological intimacy នេះពុទ្ធសាសនាក៏បានលើកឡើងផងដែរថានេះក៏អាចជាមកពីហេតុនិងបច្ច័យដែលបណ្ដាលឲ្យមានការកង្វះនៅភាពស្និទ្ធស្នាលនឹងផងដែរឧទាហរណ៍ថាឪពុកម្ដាយតែងតែស្ដីបន្ទោសតែងតែស្រែកតែងតែកំហកតែងតែប្រៀបធៀបកូនខ្លួនឯងទៅនឹងកូនអ្នកដតីថាកូនអ្នកដតីនឹងគេល្អកូនខ្លួនឯងនឹងមិនល្អទេកាលណាស្ដីបន្ទោសកាលណាមានគេហៅថាមានទោសៈចំពោះកូនជាប្រចាំជាប្រក្រតីអញ្ចឹងហើយអាហ្នឹងគឺជាបច្ច័យមួយទៀតដែលធ្វើឲ្យកូនហ្នឹងតូចចិត្តកូនហ្នឹងមិនហ៊ានទំនាក់ទំនងជាមួយឪពុកម្ដាយកូនហ្នឹងប្រកបទៅដោយទោសមូលចិត្តហើយកូនហ្នឹងមិនអាចមានភាពស្និទ្ធស្នាលជាមួយនឹងឪពុកម្ដាយទេហើយបច្ច័យដែលឪពុកម្ដាយតែងតែបង្កើតជាប្រចាំដូច្នេះគេហៅមានបច្ច័យមួយគេហៅថាបកតោបកតោបនិស្សយបច្ច័យមានន័យថាគឺជាបច្ច័យដែលយើងបង្កើតជាបកតោជាប្រក្រតីយើងជាប្រក្រតីជារៀងរាល់ថ្ងៃយើងតែងតែកំហកតែងតែថាឲ្យតែងតែស្ដីបន្ទោសតែងតែបដៅសម្ដីធ្ងន់ហើយនឹងប្រៀបធៀបកូនឯងទៅកូនគេទាំងអស់ហ្នឹងហើយក៏ជាបច្ច័យដែលបណ្ដាលឲ្យកូនមិនមានភាពស្និទ្ធស្នាលខាងផ្លូវចិត្តទេអញ្ចឹងកូនមិនមាន psychological intimacy ជាមួយនឹងយើងទេចំពោះកត្តាទី3កត្តាដែលមាន peer attachment គឺជាឬក៏ថាជាកត្តាការសែបគប់នេះកាលណាកូនចៅសែបគប់ជាមួយនឹងអ្នកដតីហើយមានន័យថាត្រូវតែដកឃ្លាពីឪពុកម្ដាយហើយវាបីដូចជាមនុស្សប្រុសម្នាក់ដែលថាមានស្រីផ្សេងក្រៅពីប្រពន្ធរបស់ខ្លួនអញ្ចឹងប្រពន្ធរបស់ខ្លួនធ្វើអីក៏អត់សូវត្រូវដែរហើយបើសិនជាកូនដូចគ្នាដែរបើសិនបើកូនមានការសែបគប់ជាមួយនឹងអ្នកដតីហើយឪពុកម្ដាយគឺធ្វើអីក៏មិនសូវពេញចិត្តកូនដែរអ្វីដែលកូននិយាយវាត្រូវតែជជែករឹងរូសត្រឡប់មកវិញហើយអាហ្នឹងហើយគឺជាគ្រោះថ្នាក់ពីព្រោះថាទំនាក់ទំនងរវាងការសែបគប់របស់មិត្តភ័ក្តិនេះគឺជាការសែបគប់ដែលមានលក្ខណៈគេថាជាលក្ខណៈទោសៈជាលក្ខណៈលោភៈហើយនឹងជាលក្ខណៈមោហៈជាការវង្វេងមិនមែនជាការដឹកនាំគ្នាត្រឹមត្រូវទេការដែលដឹកនាំគ្នាមិនត្រឹមត្រូវនេះហើយវាធ្វើឲ្យបញ្ញាសតិបញ្ញាស្មារតីរបស់កុមារវាមានភាពមិនត្រឹមត្រូវវាមានគេហៅថាឧត្តចៈឬក៏ភាពរវើរវាយមានមោហៈនៅការវង្វេងហើយរាល់ការវង្វេងទាំងអស់នេះការចចេះទាំងអស់នេះគឺវាកើតឡើងដោយសារគេហៅថាហេតុបច្ច័យហេតុតុបច្ច័យមានន័យថាគឺជាហេតុដែលធ្វើឲ្យកូនមានការសែបគប់បាទអញ្ចឹងហើយនេះគឺជាបច្ច័យដែលយើងត្រូវតែមានការផ្លាស់ប្ដូរដូច្នេះអ្វីដែលយើងជាឪពុកម្ដាយគួរតែផ្លាស់ប្ដូរយើងត្រូវតែដោះស្រាយនៅបញ្ហាឫសគល់នៃបញ្ហាទាំង3នេះអញ្ចឹងខ្ញុំគិតថាចង់លើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាសង្កេតមើលឧទាហរណ៍ថាថ្ងៃនេះថ្ងៃស្អែកបើសិនជាមានពេលវេលាសូមសង្កេតមើលកូនសង្កេតមើលថាតើអត្តចរិតរបស់កូនរាល់ថ្ងៃហ្នឹងបានបើកបេះដូងបានបើកចិត្តចាំទទួលការអប់រំទូន្មានពីឪពុកម្ដាយកម្រិតណាដែរមាន receptivity នឹងកម្រិតណាដែរអាហ្នឹងសម្លឹងទៅកូនសម្លឹងទី2សម្លឹងមើលខ្លួនឯងសួរថាតើខ្លួនឯងយើងជាឪពុកម្ដាយនេះបានបង្កើតនៅ psychological intimacy បង្កើតទំនាក់ទំនងភាពស្និទ្ធស្នាលខាងផ្លូវចិត្តជាមួយកូនដែរឬទេបើអង្គុយជាមួយកូនពិតជាអង្គុយជាមួយកូនមែនទេអត់ឬក៏ថាអង្គុយជាមួយកូនតែកាយប៉ុន្តែចិត្តកន្លែងតែរវល់ទៅកន្លែងផ្សេងកន្លែងតែគិតពីការងារកន្លែងតែឆាត
ជួនកាលកូនមកនិយាយជាមួយស្រាប់តែយើងស្រែកថាអញរវល់ណាស់អីអាហ្នឹងគឺជាកំហុសរបស់ខ្លួនយើងហើយសូមពិនិត្យពិច័យមើលថាតើថ្ងៃហ្នឹងយើងបានធ្វើអញ្ចឹងដែរឬទេកត្តាទី3សូមពិនិត្យសង្កេតមើលថាតើស្ដាប់កូននិយាយខុសត្រូវមិនក្តីកុំបន្ទោសកុំស្ដីកុំថាកុំបដៅគឺគ្រាន់តែស្ដាប់ដើម្បីចង់ដឹងថាតើកូនយើងនេះសប្តាហ៍ថ្ងៃកំពុងតែមានទំនាក់ទំនងជាមួយនឹងមិត្តភ័ក្តិរបស់ពួកគេក្នុងកម្រិតណាបើគេនិយាយអីយើងចេះតែស្ដាប់ទៅកុំបន្ទោសប្រាប់ថាណែថ្ងៃក្រោយកុំធ្វើអញ្ចឹងអីកុំស្ដីបន្ទោសបើនិយាយអញ្ចឹងកូនលែងប្រាប់ហើយអញ្ចឹងចេះតែសង្កេតពិនិត្យដើម្បីចង់ដឹងថាតើកូនមានការទំនាក់ទំនងអំពីការសេពគប់របស់គាត់ឬក៏ peer attachment របស់គាត់ហ្នឹងតើវាមានលក្ខណៈដូចម្ដេចដែរបាទដូចដែលយើងអ្នកដែលគេរៀនសតិប្បដ្ឋានឬក៏វិបស្សនាមានន័យថាគ្រាន់តែសង្កេតដោយឧបេក្ខាគ្រាន់តែសង្កេតមើលកូនដោយកុំមានប្រតិកម្មអ្វីទាំងអស់ថ្ងៃនេះខ្ញុំគ្រាន់តែចង់លើកទឹកចិត្តឲ្យបងប្អូនថាសង្កេតទៅលើរឿងទាំង3ហ្នឹងបាទហើយខ្ញុំជឿថាវាជាការពិបាកមែនហើយនៅក្នុងការចិញ្ចឹមកូនប៉ុន្តែទោះបីជាការលំបាកនៅក្នុងការចិញ្ចឹមកូនសម័យនេះលំបាកជាងសម័យមុនក៏ដោយប៉ុន្តែវាជាភារកិច្ចរបស់ឪពុកម្ដាយក្នុងការសង្កេតតាមដាននិងក្នុងការបង្កើតជាលក្ខខណ្ឌនិងបច្ច័យថ្មីដើម្បីឲ្យបានទទួលនៅលទ្ធផលថ្មីជាជាងយើងចេះតែបណ្ដោយឲ្យកូនដែលយើងគិតថាតាមព្រេងវាសនាតាមកម្មពៀអានោះគឺជាការបណ្ដោយគឺជាការទុកកូនចោលនោះទេបាទសូមអរគុណច្រើន